កំពុងខ្ទឹងថ្នោដាច់អើយពួកយួនចាប់ប្រុសខ្មែរក្រោមរាប់ពាន់នាក់យកទៅបោះទម្លាក់ក្នុងព្រែកកំពុងខ្ទឹងអ្នកមិនឃើញទេអីហេតុអីក៏បណ្ដោយឲ្យគេសម្រាប់ខ្មែរច្រើនដល់ម្លឹងហើយអ្នកបែរជាសំងំស្ងៀមឈឹងហាក់បីដូចជាមិនដឹងមិនឮរឿងអ្វីទាំងអស់ទៅវិញចំណែកឯផ្សារត្រកួនរីកម្លោជ័យជ្រុំភៀវកាន់ស្នំធ្លោកបណ្ដោយស្ទឹងកំពុងទូកដំបូកបីណាងជ្រៃសូវវិញមេរោងថ្មីមេរោងចាស់វាលាក់ត្រខប់ខ្និតខ្នឹងចង់មេះត្បូងជើងត្រពាំងវែងហើយនឹងរកាវិញបានត្រឹមតែឈរធ្វើភ្នែកម៉ក់សម្រាប់ទឹកភ្នែកក្រំសម្រែកដល់សែនឈឺចាប់ខ្លោចផ្សាររបស់កូនខ្មែរដល់ស្លូតត្រង់ដែលត្រូវពួកយួនកាប់សម្លាប់យ៉ាងព្រៃផ្សៃអយុត្តិធម៌ជាទីបំផុតតែប៉ុណ្្នឹងឯងនៅចុងខែធ្នូ45 ចូល46ពួកយួនចាប់ខ្មែរចងសណ្ដោងតគ្នាបណ្ដាយកទៅសម្លាប់ពេលនោះពួកវាបែរជានាំគ្នាស្រែកបញ្ច្រាស់មកវិញថាកាប់យួនទៅវិញអនិច្ចាវាសនាខ្មែរក្រោមហេតុអីក៏ជួបប្រទះតែអំពើខុសខើបែបនេះខ្មែរក្រោមក៏ជាមនុស្សដែលមានចំណែករស់នៅលើភពផែនដីដែរដូចជាជនសាសន៍ដទៃដែនតាពិភពលោកនេះហេតុអីក៏គ្មានទេវតាចិត្តល្អសំបីតែមួយអង្គឬយ៉ាងម៉េចបានជាបណ្ដោយឲ្យមនុស្សអាក្រក់ប្រព្រឹត្តតាមតែអំពើចិត្តបែបនេះបើពិភពលោកពោពេញទៅដោយទេវតាចិត្តអាក្រក់បែបនោះមនុស្សគួរតែឈប់ស្រែកអំពាវនាវឲ្យទេវតាជួយទៀតទៅ